ថ្ងៃនេះដែរខ្ញុំមកធ្វើស៊ុបត្រីក្រហមដែលមានបន្លែមានត្រីមានសាច់បងប្អូនជួយចិត្តដាក់ជាមួយគ្រឿងសមុទ្រទៀតបងប្អូនអាចបន្ថែមបានតោះមកមើលរបៀបធ្វើទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំធ្វើវេនយប់ចឹងហើយខ្ញុំចេញពីធ្វើការម៉ោង5មកដល់ហើយខ្ញុំក៏ចង់ធ្វើស៊ុបត្រីក្រហមហ្នឹងក៏ឆ្លៀតជីមកផ្សារតែព្រឹកពេកផ្សារក៏គេមិនទាន់បើកក៏សម្រេចចិត្តថាត្រឡប់មកផ្ទះសិនឲ្យមេឃភ្លឺបន្តិចទៅក៏ចាប់ផ្ដើមទៅផ្សារនេះខ្ញុំមកពីផ្សារវិញហើយក៏បានបន្លែមួយចំនួនបងប្អូនជួយចិត្តបន្លែមួយណាបងប្អូនអាចបន្ថែមតាមការជួយចិត្តទៅណាដោយសារខ្ញុំជួយចិត្តញ៉ាំស្ពៃទឿស្ពៃចង្កឹះហើយនឹងស្ពៃបូកគោជួយចិត្តដាក់ជាមួយស៊ុបចឹងហើយបងប្អូនចង់បន្ថែមបន្លែណាបងប្អូនអាចបន្ថែមបន្លែដែលបងប្អូនជួយចិត្តតមកយើងក៏មកហាន់សាច់យើងចូលចិត្តដាក់បន្ថែមជាមួយសាច់គោឬមួយក៏ថែមជាមួយសាច់ជ្រូកអីចឹងណាហ្នឹងហើយខ្ញុំក៏បានដាក់ពោតបារាំងហើយនៅពេលដែលខ្ញុំយកពោតបារាំងចេញមកគេឃើញថាសិតតែតកើចឹងវាល្អហើយតែគ្រាន់ថាពេលយើងហូបអាចពិនិត្យមើលបន្ថែមទៀតណាព្រោះថានៅខាងក្នុងហ្នឹងក៏វាអាចមានដែរចឹងហើយយើងក៏រៀបចំបន្លែសាច់ត្រីអីរួចរាល់ហើយយើងក៏មករៀបចំគ្រឿងដើម្បីដាក់ស្ងោរធ្វើទឹកស៊ុបយើងចឹងណាដែលមានគល់ក្រៃម្ទេសស្លឹកក្រូចអីជាដើមយើងរៀបចំវាទុកមួយឡែកទៅហើយខ្ញុំក៏បានមកវះសាច់ត្រីដោយសារតែខ្ញុំធ្វើស៊ុបនេះគឺខ្ញុំចង់យកសាច់ត្រីដើម្បីមកដាក់នៅខាងក្រៅអញ្ចឹងបើបងប្អូនចង់ដាក់ត្រីជាកង់ក៏បានដែរតែខ្ញុំចង់វះវាយកតែសាច់ត្រីដាក់មួយឡែកដើម្បីដាក់ជាមួយទឹកស៊ុបអញ្ចឹងណាហ្នឹងហើយចឹងហើយខ្ញុំក៏បានភ្លាវាយកសាច់ចេញហើយចំពោះឆ្អឹងយើងដាក់ស្ងោរនៅក្នុងទឹកស៊ុបធម្មតាអញ្ចឹងទៅហើយបើបងប្អូនចង់បន្ថែមដូចជាព្រួយត្រីដូចជាប្រហិតអាចបន្ថែមតាមនឹងបានអញ្ចឹងណាហើយខ្ញុំក៏បានពុះវាជាពីរដើម្បីត្រៀមដាក់នៅក្នុងទឹកស៊ុបរបស់យើងហើយសាច់ត្រីដែលបានវះហើយហ្នឹងគឺខ្ញុំកាត់វាជាកង់ដុំទូចបែបហ្នឹងអញ្ចឹងណាទំហំប៉ុណ្ណាសាច់តែតាមការចូលចិត្តរបស់បងប្អូនទាំងអស់គ្នាទេឥឡូវនេះយើងមកធ្វើជាមួយនឹងទឹកស៊ុបម្ដងចំពោះការធ្វើទឹកស៊ុបវិញគ្រឿងយើងអត់មានអីច្រើនទេខ្ញុំមានខ្ទឹមសខ្ទឹមក្រហមគល់ក្រៃរំដេងហើយនិងស្លឹកក្រូចដាក់ដើម្បីបំបត្តិក្លិនត្រីអញ្ចឹងណាហ្នឹងហើយឲ្យវាឈ្ងុយគ្រឿងនៅក្នុងទឹកស៊ុបរបស់យើងផងឆ្លៀតពេលទឹកមិនទាន់ពុះយើងក៏មកធ្វើគ្រឿងដាក់ជាមួយនឹងទឹកស៊ុបណាហ្នឹងហើយដែលយើងមានខ្ទឹមសខ្ទឹមក្រហមចាក់ប្រេងបន្តិចទៅហើយកូរវាលីងចុះលីងឡើងឲ្យវាឈ្ងុយក្លិនខ្ទឹមណាហើយខ្ញុំក៏បានប្រើម្ទេសប្លោកកិនហ្នឹងចំនួន3ស្លាបព្រាហើយនឹងជាមួយគ្រឿងសាតេ1ស្លាបព្រាហើយត្រង់កន្លែងហ្នឹងគឺយើងឆាវាមកល្មមហើយយើងក៏ប្រើទឹកដោះគោហ្នឹងហើយបើសិនជាកន្លែងត្រង់កន្លែងនេះបងប្អូនមានខ្ទិះដូងកាន់តែល្អដោយសារតែយប់ពេកខ្ញុំមិនដឹងថាទៅរកខ្ទិះដូងណាទេដោយសារតែផ្សារគេអត់ទាន់បើកអញ្ចឹងហើយខ្ញុំប្រើទឹកដោះគោជំនួសប៉ុន្តែរសជាតិក៏មិនចាញ់គ្នាប្រហែលដែរតែបើសិនជាយើងប្រើខ្ទិះដូងវាឈ្ងុយក្លិនខ្ទិះដូងជាងអញ្ចឹងណាទឹកយើងក៏បានពុះខ្ញុំក៏បានមកដាក់ត្រីចូលហើយចំពោះរសជាតិវិញដាក់តាមការចូលចិត្តរបស់បងប្អូនទៅហ្នឹងហើយស៊ុបនេះក៏យើងចំណាយពេលធ្វើមិនយូរដែរគឺវាលឿនងាយស្រួលចំពោះគ្រឿងយើងអាចឆាវាទុកនៅក្នុងទូទឹកកកទៅពេលណាយើងចង់ញ៉ាំយើងអាចដួសយកមកញ៉ាំភ្លាមលឿនបានដូចគ្នាហ្នឹងហើយអញ្ចឹងខ្ញុំក៏បានរៀបចំហើយខ្ញុំក៏បានត្រៀមជាមួយគ្រឿងដែលយើងបានឆាបាញ់មិញហ្នឹងហើយគ្រឿងបាញ់មិញហ្នឹងបានមកកូនចានហ្នឹងឯងហើយ
ទឹកស៊ុបយើងនៅក្តៅចឹងហើយយើងក៏ដាក់គ្រឿងឆារបស់យើងចូលទៅខ្ញុំដាក់ទាំងអស់ហ្នឹងហើយបើសិនជានៅសល់បងប្អូនអាចច្រកដាក់ក្លមួយកូនកែវមួយអីចឹងណាយើងរក្សាវាទុកក្នុងទូទឹកកកទៅពេលណាយើងចង់យកមកហូបគឺលឿនអត់ចាំបាច់ធ្វើម្ដងទៀតទេហើយខ្ញុំក៏បានចាប់ផ្ដើមដាក់គ្រឿងក្រៅចូលចឹងណាមានបន្លែត្រីសាច់ជាដើមបងប្អូនចង់មានបន្ថែមជាគ្រឿងសមុទ្រឬក៏ប្រហិតតាមចំណង់ចំណូលចិត្តរបស់យើងចឹងហើយបើថារសជាតិវិញគឺថានឹកឃើញដល់ឥឡូវគ្រាន់តែពេលបញ្ចូលសលេងហ្នឹងនឹកឃើញឃ្លានញ៉ាំទៀតបាទអីហ្នឹងហើយដោយសារតែយើងធ្វើការហត់នឿយពីការងារអញ្ចឹងហើយយើងជូនកាដូឲ្យខ្លួនឯងខ្លះជូនខ្លួនឯងញ៉ាំរបស់ឆ្ងាញ់ខ្លះអញ្ចឹងណាហើយស៊ុបយើងក៏បានរួចរាល់បងប្អូនអាចសាកធ្វើនៅផ្ទះបានអញ្ចឹងណាចំពោះរសជាតិវិញគឺថាអែមខ្លាំងមែនតើហ្មងណាហើយពេលបន្ទាប់ពីយើងញ៉ាំហើយក៏ត្រូវគេងព្រោះអីយើងត្រូវធ្វើការបន្តទៀតហ្នឹងហើយអញ្ចឹងហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយទៀត